Si Pak Bu, nih rame-rame pada makan-makan di sini. Periksa kondisi korban. Bang, perut bengkak, mulut penuh dengan anak mana atau mana. សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីបែបរន្ធត់របស់ឥណ្ឌូនេស៊ីដែលទើបតែនឹងចេញថ្មីរៀងយូរដែរហ្នឹងលើយកមកធ្វើការសម្រាយជូនអ្នកទាំងអស់គ្នាទស្សនាហើយសាច់រឿងមួយនេះគឺនិយាយអំពីដំណើរកំសាន្តរបស់យុវជនមួយក្រុមបាននាំគ្នាធ្វើដំណើរឡើងទៅលើភ្នំដើម្បីទៅដើរលេងនៅថ្ងៃខួបកំណើតមិត្តភ័ក្តិរបស់គេម្នាក់នៅក្នុងចំណោមគ្នារបស់ពួកគេប៉ុន្តែពួកគេគឺត្រូវបានជួបប្រទះជាមួយនឹងភូមិដ៏ចម្លែកមួយនៅលើភ្នំហើយអ្នកដែលចូលទៅដល់ក្នុងភូមិចម្លែកនោះនឹងបានឃើញនៅហាងអាហារមួយកន្លែងបើសិនជាភ្ញៀវទេសចរដែលបានចូលទៅលេងទទួលទានអាហារនៅក្នុងហាងនោះនឹងមិនមានជីវិតចេញមកខាងក្រៅវិញបាននោះទេជាពិសេសភូមិដែលពួកគេបានចូលទៅនោះគឺជាភូមិដែលមិនមើលឃើញនៅពេលថ្ងៃឡើយហើយដោយសារតែការបាត់ខ្លួនរបស់ក្រុមយុវជនទាំងអស់ហ្នឹងក្រុមសង្គ្រោះក៏ចាប់ផ្ដើមចេញប្រតិបត្តិការដើម្បីតាមស្វែងរកប៉ុន្តែពេលខ្លះគេបានរកឃើញត្រឹមតែសាកសពតែប៉ុណ្ណោះព្រោះអីព្រលឹងវិញ្ញាណរបស់ពួកគេបានចូលទៅក្នុងភូមិចម្លែកនោះអស់បាត់ទៅហើយដូច្នេះដើម្បីចង់ដឹងថាតើសាច់រឿងមួយនេះវាល្អមើលនិងរន្ធត់យ៉ាងណាសូមទស្សនានៃការសម្រាយទាំងអស់គ្នាផ្ដើមនៃសាច់រឿងដំបូងមាននារីម្នាក់ដែលនាងមានឈ្មោះថាស៊ីតារាល់យប់នាងតែងតែគេងយល់សប្តិមិនល្អហើយនាងក៏យល់សប្តិឃើញថាបរិបទចំណាស់នៅលើភ្នំដែលនាងបានទៅលេងជាមួយនឹងប្តីរបស់នាងកាលពីមុនហ្នឹងគឺបានមករកកូនរបស់នាងនៅពេលនាងបើកទ្វារទៅគឺពិតជាបានឃើញបែបនេះពិតមែនហើយពេលវេលាហ្នឹងក៏បានកន្លងផុតទៅថ្ងៃនេះគឺជាថ្ងៃខួបកំណើតគម្រប់10ឆ្នាំរបស់កូនស្រីដែលមានឈ្មោះថាទ្រូប៉ាឌីប៉ុន្តែថ្ងៃនេះនាងហាក់ដូចជាចម្លែកខុសពីរាល់ដងនាងបានផ្ដាំផ្ញើជាច្រើនព្រមទាំងបានសរសេរសម្បត្តិទុកឲ្យប្តីរបស់នាងតាមរយៈកូនស្រីនឹងថែមទៀតផងនិងនិយាយប្រាប់ថាត្រូវតែធ្វើជាកូនល្អបន្ទាប់មកក៏បានអោបនឹងថើបកូនហើយបំពេកូនស្រីរបស់នាងរហូតដល់គេងលក់បន្ទាប់មកនាងក៏ចាប់ផ្ដើមចាក់ចេញទាំងយប់បាត់ទៅលុះដល់ពេលវេលាព្រឹកឡើងប៉ាឌីបានយកសម្បត្តិដែលម្ដាយរបស់ខ្លួនបានបន្សល់ទុកឲ្យឪពុកយកមកឲ្យឪពុកអានហើយគ្រាន់តែគាត់ឃើញភ្លាមគាត់ខឹងជាមួយនឹងកូនស្រីយ៉ាងខ្លាំងហេតុអ្វីបានជាមិនព្រមប្រាប់នៅពេលដែលម្ដាយចាក់ចេញទៅហើយនៅទីបំផុតប្រពន្ធរបស់គាត់ក៏ទទួលបានដំណឹងថាបាត់ខ្លួននៅលើភ្នំមួយដែលមានឈ្មោះថាសារ៉ាំងកាន់បន្ទាប់ពីការស្វែងរកអស់រយៈពេល7ថ្ងៃទៅហើយក៏នៅតែរកមិនឃើញដូច្នេះក្រុមសង្គ្រោះក៏ចាប់ផ្ដើមមានផែនការបិទការស្វែងរកដែលជាហេតុធ្វើឲ្យលោកទីតូដែលត្រូវជាប្តីនោះខឹងយ៉ាងខ្លាំងគាត់មិនចង់ឲ្យពួកគេឈប់ស្វែងរកត្រឹមនឹងនោះទេត្រូវតែស្វែងរកប្រពន្ធរបស់គាត់បន្តទៀតរហូតដល់មានការឆ្លោះប្រកែកគ្នាជាមួយនឹងក្រុមសង្គ្រោះហើយនៅពេលហ្នឹងប៉ាឌីហាក់ដូចជាបានឃើញម្ដាយរបស់ខ្លួនក្នុងទ្រង់ទ្រាយស្រពេចស្រពិលហើយនឹងមានបរិះវ័យចំណាស់ម្នាក់បានទាញគាត់យកចូលទៅបាត់ទៅពេលវេលា7ឆ្នាំក៏បានកន្លងផុតប៉ាឌីធំពេញវ័យពួកគេកំពុងតែហាត់កីឡាជាមួយនឹងក្រុមរបស់នាងហើយនៅថ្ងៃស្អែកនេះគឺជាថ្ងៃខួបកំណើតរបស់ប៉ាឌីអញ្ចឹងពួកគេមានគម្រោងឡើងភ្នំដើម្បីធ្វើដំណើរកម្សាន្តដូច្នេះពួកគេបានណាត់គ្នាថាព្រឹកស្អែកនឹងចេញដំណើរទៅលុះដល់ពេលដែលមកដល់ផ្ទះវិញនៅពេលដែលទទួលទានបាយនឹងនាងក៏បានប្រាប់អំពីដំណើរកម្សាន្តរបស់ពួកគេធ្វើដំណើរឡើងភ្នំដូចជាអ្នករត់ម៉ារ៉ាតុងអញ្ចឹងប៉ុន្តែឪពុកនឹងបានសួរថាតើអ្នកណាគេទៅខ្លះនាងបានរៀបរាប់ប្រាប់តាមឈ្មោះមិត្តភ័ក្តិរបស់នាងនីមួយៗហើយឪពុកនឹងក៏បានយល់ព្រមប៉ុន្តែគាត់ហាមតែភ្នំមួយតែប៉ុណ្ណោះដែលភ្នំម្ដាយរបស់នាងបាត់ខ្លួននឹងឯងគាត់មិនឲ្យនាងទៅភ្នំនឹងនោះទេដោយនាងបានសន្យាថានាងមិនទៅភ្នំនឹងឡើយហើយនៅពេលដែលនាងចូលមកបន្ទប់វិញរៀបចំឲ្យបានដើម្បីទៅដើរលេងនៅថ្ងៃព្រឹកស្អែកនាងក៏បានឃើញរូបថតឪពុកម្ដាយរបស់នាងថតជាមួយគ្នារូបនេះម្ដាយរបស់នាងប្រាប់ថាគឺជាថ្ងៃដែលពុតរបស់នាងសុំរៀបការគឺជាថ្ងៃដែលគាត់សប្រៃម្ដាយរបស់នាងបន្ទាប់ពីឃើញរូបថតរួចហើយនាងក៏បានកាត់យកតែរូបរបស់នាងហើយនិងម្ដាយរបស់នាងដាក់ទៅតាមខ្លួនលុះដល់ពេលព្រឹកព្រលឹមឡើងស្រាប់តែមានសំឡេងជាកណ្ដឹងហើយនៅពេលដែលលោកទីតូបើកទ្វារទៅតាមពិតគឺមិត្តភ័ក្តិរបស់កូនស្រីគាត់ចង់មកសប្រៃខួបកំណើតប៉ុន្តែបែបជាមកប៉ះគាត់ទៅវិញហើយនៅពេលដែលប៉ាឌីចេញមកពួកគេបានឲ្យនាងបួងសួងដើម្បីធ្វើការផ្លុំទៀនបន្ទាប់ពីរួចរាល់ហើយពួកគេបានលាលោកទីតូដើម្បីធ្វើដំណើរដោយប៉ាឌីនឹងសន្យាថានៅពេលល្ងាចពួកនាងនឹងត្រឡប់មកវិញហើយពួកនាងអត់ស្នាក់នៅលើភ្នំនឹងនោះទេមិនយូរប៉ុន្មានពួកគេក៏បាននាំគ្នាធ្វើដំណើរទៅដល់កន្លែងដែលពួកគេត្រូវឡើងភ្នំ
ជាកន្លែងដំណើរកំសាន្តមិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងមានគម្រោងទៅកាន់ទឹកជ្រោះដែលគេឲ្យឈ្មោះថាពីតាពីប៉ុន្តែទឹកជ្រោះនោះគឺត្រូវបានគេហាមឃាត់ទៅហើយដោយសារតែផ្លាកហាមឃាត់នោះវារាងចាស់និងដួលធ្វើឲ្យពួកគេនឹងមើលអត់ឃើញនោះទេនៅទីបំផុតពួកគេក៏បានចូលទៅដល់ទឹកជ្រោះនឹងដោយមិនបានដឹងអំពីបំរាមដែលគេបានដាក់ហាមនៅទីនោះពួកគេបាននាំគ្នាលេងយ៉ាងសប្បាយប៉ុន្តែនៅក្នុងចំណោមពួកគេទាំងអស់ហ្នឹងក៏មានអ្នកជូនភ្ញៀវទេសចរស្ម័គ្រចិត្តម្នាក់មានឈ្មោះថារ៉ូម៉ាត់បែរមកលោកទីតូនេះវិញគាត់បានខលហៅមិត្តភ័ក្តិរបស់គាត់ដើម្បីឲ្យមកផ្ទះជួយរៀបចំកម្មវិធីខួបកំណើតកូនស្រីរបស់គាត់ដោយសារតែពេលល្ងាចកូនស្រីរបស់គាត់នឹងត្រឡប់មកវិញអញ្ចឹងគាត់ត្រូវតែរៀបចំវាឲ្យបានល្អដើម្បីធ្វើការ surprise នាងអញ្ចឹងហើយបានជាមិត្តភ័ក្តិរបស់គាត់3-4នាក់មកជួយរៀបចំគ្នានិងកំដរផងដែរចំណែកឯពួកគេនៅវិញក៏ចាប់ផ្ដើមបាត់គ្នាគឺបាត់2នាក់ទៀតដែលដើរនៅពីខាងក្រោយមិនដឹងថាពេលនេះដើរដល់ណាទៅហើយនោះទេនៅពេលហ្នឹងអូជុកគឺចង់ធ្វើដំណើរឡើងទៅលើភ្នំមុនអត់ចង់រងចាំគ្នាគេ2នាក់នៅពីក្រោយឡើយប៉ុន្តែត្រូវបានប៉ាឌីនិងសង្សាររបស់នាងអត់យល់ព្រមនោះទេរហូតដល់មានការឆ្លោះប្រកែកគ្នាចំណែកឯនូរុលដោយសារតែឃ្លានផងនាងឈប់ខ្វល់ពីការឆ្លោះគ្នាជាមួយនឹងពួកគេទៀតហើយនាងបានទៅសួរអ្នកនាំផ្លូវរ៉ូម៉ាត់នោះថានៅក្បែរនេះមានកន្លែងញ៉ាំអីឬក៏អត់ហើយរ៉ូម៉ាត់បានប្រាប់ថានៅក្បែរនេះមានអញ្ចឹងអាចទៅញ៉ាំអីដើម្បីចាំអ្នកទាំងពីរនៅទីនោះផ្នែកឯអ្នកដែលនៅខាងក្រោយឯនេះវិញហ្នឹងក៏កំពុងតែវង្វេងគ្នាហើយក៏បានជួបជាមួយនឹងអ្វីមួយនៅពេលដែលរ៉ូម៉ាត់នាំពួកគេទៅរកកន្លែងញ៉ាំអីបណ្ដោះអាសន្នស្រាប់តែរ៉ាការវល់តែមើលនាឡិការបស់គាត់សុកពីមកស្រាប់តែបាត់គ្នារបស់គាត់មិនដឹងថាដើរតាមផ្លូវទៅណាពេលនោះពួកគេទាំងពីរនាក់ក៏បានធ្វើការពិភាក្សាថាតើគួរទៅផ្លូវណាទៅបើសិនជាគាត់អត់បានឃើញពួកគេផងហ្នឹងលុះពេលដែលមើលចុះមើលឡើងឃើញថាផ្លូវនោះដូចជាមិនទំនងនោះទេអញ្ចឹងពួកគេក៏សម្រេចចិត្តដើរទៅតាមផ្លូវខាងស្ដាំតែម្ដងទៅចំណែកអូជុកហើយនឹងនូរ៉ុលដើរសុកក៏ស្រាប់តែបាត់រ៉ូម៉ាត់ដែលជាអ្នកនាំផ្លូវមិនដឹងថាគាត់ដើរទៅណាបាត់ស្របពេលដែលនូរ៉ុលនឹងហាក់ដូចជាឈឺបាត់ជើងខ្លាំងនាងក៏បានសុំអូជុកទៅបាត់ជើងមួយផ្លែតហើយកុំឲ្យអូជុកនឹងលបមើលខ្លួនឲ្យសោះបែរមកអូជុកឯនេះវិញនៅពេលដែលកំពុងតែរងចាំនូរ៉ុលក៏បានដើរចេញមកវិញល្មមនៅក្នុងសភាពទឹកមុខស្លេកស្លាំងខុសពីធម្មតាប៉ុន្តែអូជុកអត់បានចាប់អារម្មណ៍នោះទេនៅពេលដែលគាត់បានឃើញរ៉ូម៉ាត់ដើរត្រឡប់មកក្រោយវិញនិងហៅពួកគេដូច្នេះអូជុកក៏បានដើរទៅតាមពួកគេទាំងពីរអ្នកបាត់ទៅស្របពេលដែលនូរ៉ុលកំពុងតែបត់ជើងស្មានតែអូជុកនឹងកំពុងតែរងចាំខ្លួនសុកស្រាប់តែបានឮសំឡេងចម្លែកដូច្នេះគ្នាក៏បានប្រញាប់ក្រោកឡើងនិងស្វែងរកអូជុកដោយសារតែភ័យពេកទូរស័ព្ទរបស់នាងបានជ្រុះពីដៃអញ្ចឹងនាងមិនអាចរត់ចោលទូរស័ព្ទបាននោះទេនៅក្នុងព្រៃយប់អញ្ចឹងបើគ្មានភ្លើងទូរស័ព្ទមិនដឹងថាទៅផ្លូវណាហេតុនេះនាងមានតែបកត្រឡប់មកវិញឬទូរស័ព្ទតែប៉ុណ្ណោះចំណែកឯលោកទីតូដែលកំពុងតែរងចាំកូននៅផ្ទះសុកស្រាប់តែទទួលបានទូរស័ព្ទពីខាងជួយសង្គ្រោះប្រាប់ថាកូនរបស់គាត់នឹងបានបាត់ខ្លួននៅលើភ្នំបាត់ទៅហើយមិនទាន់ចុះមកវិញនោះទេធ្វើឲ្យគាត់មានការខកចិត្តជាខ្លាំងដូច្នេះគាត់បាននាំមិត្តភ័ក្តិរបស់គាត់ដើម្បីមកកាន់ទីនេះដើម្បីមើលពីដំណើរការនៃការស្វែងរកកូនស្រីរបស់គាត់ហើយគាត់ក៏ចាប់ផ្ដើមនឹកឃើញពីរឿងរ៉ាវដែលធ្លាប់បាត់កាត់ឡើងចំពោះគាត់កាលពីពេលដែលគាត់ធ្លាប់មកធ្វើដំណើរកម្សាន្តនៅទីនេះដែរប៉ុន្តែនៅពេលដែលភ្ញាក់ដឹងខ្លួនឡើងម្ដងទៀតឃើញថាវាព្រឹកបាត់ទៅហើយចំណែកឯលោកណូមែនគាត់គឺជាមេបញ្ជាការនៃការបញ្ជាកូនចៅរបស់គាត់ឲ្យតាមស្វែងរកមនុស្សលើកនេះនៅពេលដែលមានមនុស្សពីរនាក់ត្រឡប់មកវិញដោយសុវត្ថិភាពគេបានសួរសំណួរដើម្បីស្វែងរកទីតាំងពីគ្នារបស់គេផ្សេងទៀតដែលបានបាត់ខ្លួននោះហើយពួកគេបានរៀបរាប់តាមហេតុការណ៍ថាពួកគេនឹងគឺដោយសារតែដើរយឺតដែលអត់ទាន់បានជាពួកគេជួបប្រទះជាមួយនឹងលោកតាអាន់ដាំងហើយគាត់បាននាំពួកគេមកកាន់ទីនេះចំណែកឯគ្នារបស់គេផ្សេងទៀតគឺគេអត់ដឹងនោះទេមូលហេតុដែលពួកគេដើរអត់ទាន់ដោយសារតែម៉ាយ៉ារវល់តែជំពប់ជើងដួលប៉ុន្តែនៅពេលដែលក្រោកមកវិញស្រាប់តែមានខ្យល់ចម្លែកបានបាក់មកហើយគ្នារបស់គេក៏បានបាត់តែម្ដងទៅសំណាងដែរដែលពួកគេបានជួបជាមួយនឹងលោកតាអាន់ដាំងបានជាគាត់នាំមកកាន់ទីនេះបើមិនចឹងទៀតនោះទេប្រហែលជាពួកគេក៏ត្រូវវង្វេងនៅលើភ្នំនឹងដែរបន្ទាប់ពីសួរសំណួររួចហើយនឹងលោកមេបញ្ជាការគាត់បានប្រាប់ទៅកាន់លោកទីតូថាកុំបារម្ភអីគាត់នឹងបញ្ជាកូនចៅរបស់គាត់ស្វែងរកកូនស្រីរបស់លោកទីតូឲ្យទាល់តែឃើញព្រោះឲ្យកាលពី7ឆ្នាំមុនប្រពន្ធរបស់ទីតូក៏បានបាត់ខ្លួននៅទីនេះដែរអញ្ចឹងគាត់នឹងមិនឲ្យរឿងនោះកើតឡើងម្ដងទៀតនោះទេចំណែកក្រុមសង្គ្រោះក៏ចាប់ផ្ដើមនាំគ្នាចេញទៅស្វែងរកតាមគោលដៅដែលពួកគេបានដៅពីមួយកន្លែងទៅមួយកន្លែងប៉ុន្តែការស្វែងរកនោះវាហាក់ដូចជាកាន់តែចំណាយពេលវេលាច្រើនទៅហើយឆ្ងាយទៅប៉ុន្តែដូចជាមិនឃើញមនុស្សទាល់តែសោះ
បែរមកកាន់អូជុកឯនោះវិញក៏ត្រូវបានពួកគេទាំងពីរនាក់ដែលបន្លំខ្លួនធ្វើជាមិត្តភក្តិរបស់ខ្លួននឹងនាំមកដល់តូបអាហារដែលគេចង់មកនៅពេលដែលមកដល់កន្លែងមួយនេះស្រាប់តែឃើញមានមនុស្សជាច្រើនកំពុងតែអង្គុយបរិភោគនៅទីនឹងធ្វើឲ្យអូជុកនឹងហាក់ដូចជាមិនមានការសង្ស័យនោះទេអញ្ចឹងគាត់ក៏បានថតប្លុកបណ្ដាហើយទទួលទានអាហារបណ្ដានៅពេលដែលហូបដំបងនឹងមានអារម្មណ៍ថាឆ្ងាញ់ខ្លាំងថែមទៀតផងប៉ុន្តែនៅពេលដែលហូបយូរទៅចេះតែមានអារម្មណ៍ថាដូចជាមិនមែនជាអាហារនោះទេដល់ទៅពេលមើលតាមពិតគឺជាដង្កូវសោះទម្រាំតែគាត់ដឹងខ្លួននឹងគឺវាហួសពេលទៅហើយគាត់គឺត្រូវបានពួកគេនឹងចាប់បង្ខំនិងព្រមទាំងបានយកដៃលូកចូលទៅក្នុងមាត់ថែមទៀតផ្នែកអាប៉ាឌីហើយនិងរ៉ាកានឹងក៏កំពុងតែពង្វេងគ្នារបស់គាត់ផងដែរសម្បីតែនាឡិកាឬក៏ត្រីវិស័យក៏ហាក់ដូចជាអត់ដើរទាល់តែសោះធ្វើឲ្យពួកគេទាំងពីរនាក់ចាប់ផ្ដើមឆ្ងល់ប៉ុន្តែសម្រាប់ល្អដែលពួកគេនឹងគឺមានពិលយកមកភ្ជាប់ជាមួយនៅពេលនោះស្រាប់តែមានឃើញលោកយាយម្នាក់ដើរកាត់ទីនេះដូច្នេះពួកគេក៏ខំដើរតាមដើម្បីសួរនាំប៉ុន្តែនៅពេលដែលលោកយាយម្នាក់នឹងងាកមកទើបដឹងថាគាត់មើលទៅដូចជាមិនមែនជាមនុស្សនោះទេព្រាមនោះពួកគេក៏បាននាំគ្នាប្រញាប់រត់ចេញពីលោកយាយម្នាក់នឹងចំណែកឯលោកទីតូគាត់កំពុងតែពិបាកចិត្តនឹងនិយាយជាមួយនឹងអ្នកមីងស៊ីដាតែប៉ុន្តែអ្នកមីងស៊ីដាគាត់ក៏បានបាត់ប្អូនប្រុសរបស់គាត់នៅក្នុងព្រៃនឹងដែរដោយគេមានឈ្មោះថារ៉ូម៉ាត់ដូច្នេះមានន័យថារ៉ូម៉ាត់ដែលនាំផ្លូវពួកគេនោះគឺមិនមែនជាមនុស្សពិតប្រាកដឡើយហើយអ្នកមីងស៊ីដាគាត់ក៏បាននិយាយអំពីភូមិចម្លែកមួយនៅលើភ្នំមួយនោះប៉ុន្តែភូមិមួយហ្នឹងគឺមិនមានមនុស្សបានឃើញនោះទេឬតែគេនិយាយតៗគ្នាតែប៉ុណ្ណោះលុះដល់ថ្ងៃស្អែកឡើងដែលត្រូវជាថ្ងៃទី2ប្រតិបត្តិការនៃការរកក៏នៅតែបន្តធ្វើនៅពេលនោះក្រុមសង្គ្រោះម្នាក់បានប្រទះឃើញមានមនុស្សម្នាក់ដេកនៅឯខាងក្រោមដូច្នេះពួកគេក៏បានចុះទៅដើម្បីធ្វើការពិនិត្យមើលនិងជួយព្រមទាំងបោះដៃឲ្យគ្នារបស់គេផ្សេងទៀតនឹងចុះមកជួយផងដែរហើយពួកគេក៏បានយកនាងចេញមកខាងក្រៅវិញប៉ុន្តែគឺត្រឹមតែជាសាកសពតែប៉ុណ្ណោះហើយសាកសពរបស់នូរ៉ុលក៏ត្រូវបានដឹកចេញទៅនៅពេលដែលលោកទីតូគាត់ឃើញថាគ្នាមិត្តភ័ក្តិរបស់កូនស្រីរបស់គាត់ត្រូវបានស្លាប់ជាបន្តបន្ទាប់អញ្ចឹងធ្វើឲ្យគាត់មានការភ័យបារម្ភជាខ្លាំងគាត់ខ្លាចថាកូនស្រីរបស់គាត់នឹងមានជោគវាសនាដូចជាមិត្តភ័ក្តិរបស់គេដែរប៉ុន្តែមិត្តភ័ក្តិរបស់គាត់នឹងក៏នៅតែមកលើកទឹកចិត្តថាបើមិនទាន់បានឃើញអស់នោះទេយើងកុំទាន់អស់សង្ឃឹមអីប៉ាឌីជាមួយនឹងសង្សាររបស់នាងកំពុងតែអត់ទឹកផងស្រាប់តែបានប្រទះឃើញទឹកមួយកន្លែងនៅពេលដែលកំពុងតែអោនផឹកបែរជាបានឮសំឡេងអ្នកភូមិដែលនៅក្បែរនេះទោះឲ្យពួកគេទាំងពីរនាក់គិតថាមើលទៅប្រហែលជាពួកគេរកផ្លូវទៅផ្ទះវិញឃើញហើយប៉ុន្តែនៅពេលដែលចូលមកដល់បែរជាបានឃើញមិត្តភ័ក្តិរបស់គេពីរនាក់កំពុងតែអង្គុយញ៉ាំអាហារនៅទីនេះឃើញបែបនេះរាកាគេក៏ចង់ចូលទៅញ៉ាំដែរដោយសារតែគេឃ្លានប៉ុន្តែប៉ាឌីឃើញថានោះគឺមិនមែនជាអាហារនោះទេផ្ទុយទៅវិញពួកគឺជារបបពពួកខ្មោចព្រាយស៊ីតែប៉ុណ្ណោះឃើញបែបនេះគឺក៏បានប្រញាប់ទាញដៃរាការត់ចេញមកខាងក្រៅយ៉ាងលឿននិងប្រាប់ថាកុំចូលទៅទីនោះអីទីនោះគឺមិនមែនជាអាហារសម្រាប់មនុស្សញ៉ាំនោះទេហើយមិត្តភ័ក្តិរបស់គេពីរនាក់នោះក៏មើលទៅមិនដូចជាមិត្តភ័ក្តិរបស់គេដែរហើយណាមួយឪពុករបស់គេបានផ្ដាំថានៅពេលដែលឡើងភ្នំម្ដងគឺមិនត្រូវទទួលទានអាហារផ្ដេសផ្ដាសឡើយអ្នកណាគេឲ្យក៏មិនត្រូវទទួលទានដែរលុះដល់ថ្ងៃទី3ក្រុមសង្គ្រោះក៏បានរកឃើញនៅសាកសពរបស់មនុស្សម្នាក់ទៀតដែលជាមនុស្សនៅក្នុងក្រុមរបស់ពួកគេដែរបន្ទាប់ពីពិនិត្យនិងធ្វើការផ្ទៀងផ្ទាត់មើលទៅក៏រកឃើញថាគេគឺមានឈ្មោះថាអូជុកគឺត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយនៅក្នុងការរកមួយនេះមិត្តភ័ក្តិរបស់លោកទីតូបានប្រាប់ឲ្យមេបញ្ជាការនឹងផ្សាឡបងប្រើវិធីសាស្ត្រផ្លូវងងឹតខ្លះទៅកុំបោះបង់ចោលអីប៉ុន្តែត្រូវបានលោកមេបញ្ជាការនឹងគាត់ប្រាប់ថាវាគឺជាជំនាញរបស់គាត់ដឹងថាអ្វីដែលគាត់ត្រូវធ្វើដូច្នេះសូមកុំឲ្យពួកគាត់ណាលោកដៃអីហើយគាត់ក៏អត់ចាប់អារម្មណ៍ជាមួយនឹងអ្វីដែលពួកគេបាននិយាយដែរឆ្លឹបពេលដែលយកសាកសពចេញមកខាងក្រៅវិញមនុស្សកំពុងតែឈូឆរអត់មានអ្នកចាប់អារម្មណ៍ពួកគាត់ក៏បាននាំគ្នាសម្រេចចិត្តឡើងទៅលើភ្នំដោយខ្លួនឯងតែម្ដងទៅចំណែកឯប៉ាឌីដែលកំពុងតែនៅក្នុងព្រៃនៅឡើយទាំងដែលគ្មានសេវាទៀតនាងបាន SMS ទៅកាន់ឪពុករបស់នាងហើយក៏ត្រូវបានសង្សារសួរថាតើឆាតធ្វើអីបើសិនជាទូរស័ព្ទអត់មានសេវាផងនឹងប៉ុន្តែនាងប្រាប់ថានៅពេលដែលទូរស័ព្ទរបស់នាងទៅដល់កន្លែងដែលមានសេវានោះសារនេះនឹងត្រូវបានផ្ញើទៅហើយអញ្ចឹងនាងសង្ឃឹមថាសារនេះឪពុករបស់នាងនឹងបានឃើញហើយនាងគឺពិតជាចង់ត្រឡប់ទៅផ្ទះវិញខ្លាំងណាស់ចំណែកឯក្រុមរបស់លោកទីតូក៏បានមកដល់ក្នុងព្រៃដូចគ្នាដែរហើយគាត់ថែមទាំងបានឲ្យសម្បត្តិដែលប្រពន្ធរបស់គាត់បានបន្សល់ទុកមុនពេលដែលនាងបាត់ខ្លួនឲ្យទៅកាន់មិត្តភ័ក្តិរបស់គាត់បានមើលផងសម្បត្តិនឹងបានសរសេររៀបរាប់ពីគោលបំណងដែលប្រពន្ធរបស់គាត់មកដល់ទីនេះហើយនឹងបាត់ខ្លួនគឺដើម្បីតែកូនស្រីរបស់ពួកគេតែប៉ុណ្ណោះដោយសារតែសច្ចាំងនៅលើភ្នំហ្នឹងនៅពេលដែលពួកគាត់មកដល់លេងការពីលើកមុនហ្នឹងគឺបានទៅតាមចង់យកកូនស្រីរបស់គាត់អញ្ចឹងគឺមានតែគាត់ទៅជំនួសដើម្បីកុំឲ្យគេមកយកនាងទៅ
នេះគឺជាមូលហេតុដែលប្រពន្ធរបស់គាត់បាត់ខ្លួននៅទីនេះហើយគាត់ក៏មិនចង់ឲ្យកូនរបស់គាត់មកទីនេះដែរប៉ុន្តែមិនស្មានថានាងបែរជាលួចមកទាល់តែសោះនៅពេលដែលពួកគេកំពុងតែសម្រាកស្រាប់តែម្ដាយរបស់ប៉ាឌីនឹងគឺបានបកអាចក្បាលរបស់នាងនិងដាស់ឲ្យនាងភ្ញាក់ឡើងនៅពេលដែលប៉ាឌីឃើញថាម្ដាយរបស់នាងអញ្ចឹងនាងក៏បានប្រញាប់ក្រោកឡើងទៅតាមហើយនាងសប្បាយចិត្តរំជួលចិត្តជាខ្លាំងនៅពេលដែលបានជួបម្ដាយសារជាថ្មីម្ដងទៀតដោយសារតែគាត់បានបាត់ខ្លួនអស់រយៈពេល7ឆ្នាំទៅហើយបន្ទាប់មកគាត់ក៏បានបបួលនាងទៅជាមួយនឹងគាត់តែម្ដងចំណែកអារ៉ាកាបន្ទាប់ពីភ្ញាក់ដឹងខ្លួនឡើងអត់ឃើញប៉ាឌីនោះទេឃើញតែរបស់របរដែលនាងបន្សល់ទុកនៅទីនេះតែប៉ុណ្ណោះអញ្ចឹងគាត់ក៏បានកាន់នៅរបស់របរទាំងអស់នោះដើម្បីដើរទៅរកនាងប៉ុន្តែនៅពេលដែលគាត់ដើរទៅក៏ស្រាប់តែជួបប្រទះជាមួយនឹងភូមិមួយភូមិនេះចំណាយខ្លាំងមែនទែនអ្នកភូមិនៅទីនេះទោះបីជាគាត់សួរនាំយ៉ាងណាក៏ពួកគេអត់ព្រមឆ្លើយដែរម្នាក់មានទឹកមុខស្លេកស្លាំងខុសពីមនុស្សធម្មតានៅពេលដែលគាត់ដើរទៅមុខទៀតក៏ស្រាប់តែប្រទះឃើញប៉ាឌីកំពុងតែអង្គុយញ៉ាំបាយនៅក្នុងផ្ទះមួយហើយនាងបានណែនាំប្រាប់ថានេះគឺជាម្ដាយរបស់នាងប៉ុន្តែក៏ត្រូវបានរ៉ាកាលួចកែប្រាប់ថាក្រែងនាងប្រាប់ថាឪពុករបស់នាងប្រាប់មិនឲ្យទទួលទានអាហារនៅលើភ្នំនោះទេទោះបីជាអ្នកណាឲ្យក៏ដោយប៉ុន្តែនាងនិយាយថានេះគឺជាអាហារដែលម្ដាយរបស់នាងធ្វើដោយផ្ទាល់ដៃហើយគ្រប់គ្នាក៏ទទួលទានដូចគ្នាដែរមិនត្រឹមតែប៉ុណ្ណោះថែមទាំងបានបង្ខំឲ្យរ៉ាកាទទួលទាននៅបាយនេះផងដែរប៉ុន្តែដោយសារតែរ៉ាកាមើលទៅដូចជាមិនសូវស្រួលគាត់ក៏បានប្រញាប់ទាញដៃប៉ាឌីឲ្យរត់ចេញពីភូមិមួយនេះហើយនឹងធ្វើការដាស់ស្មារតីរបស់នាងប៉ុន្តែផ្ទុយទៅវិញស្រាប់តែនៅពេលដែលលោកតាម្នាក់នឹងបង្ហាញខ្លួនគឺបញ្ជាឲ្យនាងរុញច្រានរ៉ាកាទម្លាក់ចុះទៅខាងក្រោមតែម្ដងដល់ព្រឹកស្អែកឡើងដែលត្រូវជាថ្ងៃទី4ក្រុមរបស់លោកទីតូក៏បានចេញដើររកកូនរបស់គាត់នៅពេលដែលដើររកចុះដើររកឡើងក៏ស្រាប់តែប្រទះឃើញនៅមនុស្សម្នាក់ដែលដេកនៅខាងក្រោមឯណោះដូច្នេះពួកគាត់ក៏បាននាំគ្នាប្រញាប់ទម្លាក់ខ្សែចុះទៅមើលនៅពេលដែលទៅដល់ទើបដឹងថាការពិតគឺជារ៉ាកាសោះហើយសំណាងអស់ដែលរ៉ាកានឹងគាត់អត់ទាន់បានស្លាប់បាត់បង់ជីវិតនោះទេប៉ុន្តែផ្ទុយទៅវិញនៅពេលហ្នឹងរ៉ាកាដូចជាមានអ្វីចូលសន្ធិដ្ឋនៅក្នុងខ្លួនរបស់គាត់អញ្ចឹងគាត់បានក្រោកឡើងធ្វើការវាយប្រហារទៅលើពួកគេដែលធ្វើឲ្យក្រុមជួយសង្គ្រោះដែលនៅក្បែរនោះបានឮសំឡេងដែលពួកគេបាននាំគ្នាប្រញាប់ចុះមកជួយនិងចាប់យករ៉ាកាចងដើម្បីទៅកាន់កន្លែងជួយសង្គ្រោះវិញហើយរ៉ាកាក៏ត្រូវបានគេសែងចេញពីព្រៃមកបន្ទាប់ពីចេញពីព្រៃមកវិញ្ញាណដែលនៅក្នុងខ្លួនរបស់រ៉ាកាហ្នឹងបាននិយាយចំអកឲ្យពួកគេថែមទាំងបាននិយាយចំអកឲ្យលោកតាដាំទៀតព្រោះអីកូនរបស់លោកតាដាំត្រូវបានពួកវាយកទៅនៅក្នុងភូមិរបស់ពួកវាបាត់ទៅហើយចំណែកលោកតាដាំវិញគាត់ក៏បានធ្វើពិធីដើម្បីបណ្ដេញវិញ្ញាណនោះឲ្យចេញពីរាងកាយរបស់រ៉ាកាភ្លាមនោះរ៉ាកាក៏បានក្អួតចេញនៅទឹកខ្មៅមកដូច្នេះវិញ្ញាណខ្មោចព្រៃក៏បានចាក់ចេញពីរាងកាយរបស់គាត់ដែលធ្វើឲ្យគាត់ដឹងខ្លួនឡើងវិញហើយក្រុមសង្គ្រោះក៏បានសួរនាំអំពីព័ត៌មានពាក់ព័ន្ធជាមួយនឹងកន្លែងគ្នារបស់គាត់ផ្សេងទៀតហើយគាត់ក៏បានរៀបរាប់ប្រាប់តាមដំណើររឿងទាំងអស់ដែលគាត់បានដឹងគាត់ប្រាប់ថាគាត់បានចូលទៅតាមប៉ាឌីនៅក្នុងភូមិមួយនៅដោយសារតែគាត់ឃើញថាក្នុងភូមិនេះដូចជាមិនសូវស្រួលគាត់ក៏បាននាំនាងចេញមកវិញប៉ុន្តែគាត់បែរជាត្រូវបាននាងរុញច្រានឲ្យធ្លាក់មកហើយគាត់ក៏បានសន្លប់បាត់ស្មារតីតែម្ដងទៅប៉ុន្តែគាត់អត់ច្បាស់ថាកន្លែងនោះគឺជាកន្លែងណានោះទេដោយសារតែពេលយប់ហើយគាត់ក៏មិនស្គាល់ដែរបន្ទាប់មកលោកណូមែនក៏បានទៅអរគុណក្រុមរបស់លោកតេតូដែលជួយឲ្យរករ៉ាកាឃើញប៉ុន្តែគាត់ក៏បានស្ដីបន្ទោសរឿងរ៉ាវដែលពួកគាត់លួចចូលទៅក្លើភ្នំនឹងផ្ដេសផ្ដាស់ផងដែរដែលធ្វើឲ្យលោកតេតូនោះគឺគាត់ផ្ទុះកំហឹងជាខ្លាំងដោយសារតែការស្វែងរកក្រុមរបស់លោកណូមែនហាក់ដូចជាមិនមានលទ្ធផលទាល់តែសោះចឹងគាត់គឺមានតែទៅដោយខ្លួនឯងតែប៉ុណ្ណោះប៉ុន្តែត្រូវបានលោកណូមែននឹងប្រាប់ថាគាត់មានជំនាញពាក់ព័ន្ធជាមួយនឹងរឿងមួយនេះដូច្នេះគាត់មិនធ្វើអ្វីទាំងងងឹតងងើឡើយហើយណាមួយគាត់ក៏មិនអាចបញ្ជាឲ្យកូនក្រុមរបស់គាត់ទៅជាប់នៅក្នុងព្រៃនោះដោយការស្មានរបស់គាត់ដែរគាត់បានធ្វើការព្រមានកុំឲ្យក្រុមរបស់លោកទីតូនឹងធ្វើអ្វីប្រេះផ្ដាស់បន្តទៀតហើយក៏បានចាក់ចេញទៅបាត់ទៅដល់ទៅពេលយប់ឡើងពួកគាត់ក៏បានជជែកគ្នានិងលើកទឹកចិត្តគ្នាទៅវិញទៅមកជាពិសេសគឺលោកទីតូត្រូវបានមិត្តភក្តិរបស់គាត់លើកទឹកចិត្តហើយគាត់ក៏បានដើរចេញទៅនៅពេលដែលគាត់ដើរចេញមកហ្នឹងគាត់ក៏បាននឹកឃើញពីរឿងរ៉ាវដែលគាត់ធ្លាប់បានកើតឡើងនៅពេលដែលគាត់មកលេងភ្នំនេះជាមួយនឹងមិត្តភក្តិរបស់គាត់ក៏ធ្លាប់បានចូលទៅក្នុងភូមិនឹងដែរគាត់ក៏ធ្លាប់ទទួលទានអាហារនៅក្នុងភូមិនឹងហើយគាត់បានចាំសម្ដីរបស់រ៉ាកាថាកូនរបស់គាត់បានទទួលទានអាហារនៅទីនោះអញ្ចឹងវាច្បាស់ជាមានបញ្ហាធំជាមិនខានព្រោះអីនៅពេលដែលគាត់ទទួលទានអាហារហើយសូម្បីតែមិត្តភក្តិរបស់គាត់នឹងក៏គាត់មើលមិនស្គាល់ថែមទៀតនៅពេលដែលលោកទីតូកំពុងតែអង្គុយពិបាកចិត្តស្រាប់តែសារបានផ្ញើមកព្រោះតែទូរស័ព្ទក្តីកូនសិស្សរបស់គាត់ត្រូវបានក្រុមសង្គ្រោះឬបាននឹងយកមកសាថ្មដែលជាហេតុធ្វើឲ្យវាមានសេវានៅពេលនឹងផងដែរស្រាប់តែគាត់បានឃើញអ្នកមីងស៊ីដាដើររៀងចំណែកដូច្នេះគាត់ក៏បានចូលទៅតាម
រហូតចុះដល់ក្នុងផ្ទះរបស់អ្នកមីងសីតាហើយគាត់បានសួរពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវអបិយជំនឿនៅលើភ្នំហើយលោកដាដាងគាត់ក៏បានប្រាប់ពីការពិតដែលកើតឡើងនៅលើភ្នំនោះគាត់បានប្រាប់ថាកាលពីមុនគឺមានសច្ចាំងមួយក្រុមរបស់គេនឹងគឺខ្លាំងខ្លាំងណាស់សូម្បីតែពពួកខ្មៅព្រៃក៏មិនហ៊ានធ្វើអ្វីដែរប៉ុន្តែគាត់បែរជាចាញ់អ្នកបួងទទួលទាននៅអាហារដែលអ្នកភូមិនៅក្នុងភូមិនោះយកមកឲ្យគាត់ទទួលទានដោយសារតែទ្រាំមិនបានព្រោះតែការធ្វើសមាធិនោះគឺអត់អាហារជាច្រើនថ្ងៃដូច្នេះសច្ចាំងនឹងក៏បានជ្រុលខ្លួនទទួលទានអាហារដែលគេយកមកដាក់ឲ្យគ្រាន់តែគាត់ទទួលទានភ្លាមរឿងរ៉ាវចំណែកចាប់ផ្ដើមកើតឡើងជាពិសេសគឺរឿងចំណែកអ្នកភូមិត្រូវបានបាត់ខ្លួនម្ដងមួយរហូតធ្វើឲ្យអ្នកភូមិមានការភ័យខ្លាចបាននាំគ្នាចាក់ចេញពីភូមិនឹងអស់វិញពេលដែលឮអំពីឈ្មោះភូមិនឹងទីកតូគាត់បានសួរថាតើគាត់អាចចូលទៅក្នុងភូមិនោះបានដោយរបៀបណាហើយពួកគាត់ក៏បានប្រាប់ពីវិធីនៅក្នុងការចូលទៅក្នុងភូមិនឹងបន្ទាប់មកទីកតូក៏សម្រេចចិត្តចូលទៅក្នុងភូមិនឹងដោយមិនប្រាប់មិត្តភ័ក្តិរបស់គាត់ឲ្យទៅជាមួយនោះទេប៉ុន្តែគាត់បានដាក់សៀវភៅមួយដើម្បីជាសញ្ញាសុំគាល់លុះដល់ព្រឹកថ្ងៃទី5ចូលមកដល់លោកតាអាដាំងហើយនិងកូនស្រីរបស់គាត់បាននាំលោកទីតូចូលទៅកាន់ទឹកជ្រោះគឺជាច្រកផ្លូវដែលចូលទៅកាន់ភូមិមួយហ្នឹងគាត់បានប្រាប់ថាត្រូវតែវិលត្រឡប់មកវិញមុនពេលដែលព្រះអាទិត្យលិចបើមិនចឹងនោះទេគាត់នឹងមិនអាចចាក់ចេញមកវិញបានឡើយព្រមទាំងបានផ្ដាំនៅរឿងរ៉ាវជាច្រើនទៀតបន្ទាប់មកពួកគាត់ទាំងពីរនាក់បានចាប់ផ្ដើមជ្រមុជទីតូចូលទៅក្នុងទឹកធ្វើឲ្យទីតូនោះស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយនៅពេលដែលគាត់បើកភ្នែកក្រោកឡើងមកវិញគាត់បានចូលទៅដល់ក្នុងពិភពមួយទៀតបាត់ទៅហើយនៅពេលព្រឹកឡើងមិត្តភ័ក្តិរបស់គាត់ខំប្រឹងដើររកគាត់ប៉ុន្តែរកអត់ឃើញទាល់តែសោះប៉ុន្តែបែរជាបានប្រទះឃើញសៀវភៅដែលគាត់បានកត់ត្រាទុកដូច្នេះពួកគេក៏បានយកសៀវភៅនោះធ្វើការរាយការណ៍ទៅកាន់លោកណូកមែនស្របពេលដែលពួកគាត់ទាំងពីរនាក់កំពុងតែយាមរាងកាយរបស់ទីតូហើយទីតូនេះវិញមុនពេលដែលគាត់ចូលទៅដល់ក្នុងភូមិមួយហ្នឹងគាត់បានរៀបចំដាក់អំបិលនិងរៀបចំខ្សែសីមាដូចជាអ្វីដែរអ្នកមីងសីតាបានប្រាប់អញ្ចឹងគឺដើម្បីទុកពេលដែលគាត់ត្រឡប់មកវិញការពារខ្លួននៅពេលដែលគាត់ចូលទៅដល់ក្នុងនោះគឺពួកវិញ្ញាណទាំងអស់ហ្នឹងមិនអាចចូលតាមគាត់បាននោះទេបន្ទាប់មកគាត់ក៏បានដើរស្វែងរកភូមិចម្លែកលើភ្នំនោះចំណែកឯកូនស្រីរបស់គាត់កំពុងតែត្រូវបានម្ដាយរបស់នាងលួងលោមឲ្យនៅទីនេះមិនឲ្យត្រឡប់ទៅវិញឡើយហើយកូនស្រីនោះក៏យល់ព្រមនៅជាមួយព្រោះតែឪពុករបស់គេហ្នឹងដូចជាមិនសូវស្រឡាញ់គេនោះទេមិនយូរប៉ុន្មានគាត់ក៏បានរកឃើញភូមិមួយនឹងពិតមែនព្រមទាំងបានឃើញកូនស្រីរបស់គាត់ផងដែរហើយនៅក្នុងដៃរបស់គាត់គឺមានទឹកមិនពីរដបសម្រាប់តែមនុស្សតែ2នាក់តែប៉ុណ្ណោះដើម្បីត្រឡប់មកវិញបើសិនជាកូនស្រីរបស់គាត់មិនដឹងខ្លួនមិនព្រមមកតាមគាត់គ្រាន់តែយកទឹកនោះលាបទៅលើមុខរបស់នាងនឹងឲ្យនាងផឹកទៅនោះនឹងនាំនាងត្រឡប់មកវិញបានហើយឆ្លៀតពេលដែលគាត់បានឃើញស្ត្រីម្នាក់ដូចជាប្រពន្ធរបស់គាត់អញ្ចឹងដើរចេញពីកូនស្រីពេលនោះគាត់ក៏បានប្រញាប់ទៅរកកូនស្រីរបស់គាត់ភ្លាមប៉ុន្តែនាងបែរជាស្រែកពេលនោះគាត់ក៏បានចាក់ទឹកលាបទៅលើមុខកូនស្រីរបស់គាត់ដើម្បីនាំនាងត្រឡប់មកវិញហើយគ្រាន់តែប្រពន្ធរបស់គាត់ឃើញថាបាត់កូនស្រីភ្លាមនាងក៏បានស្រែកហៅហើយកូនស្រីក៏បានឆ្លើយតបដែលជាហេតុធ្វើឲ្យគាត់នោះបានឮសំឡេងថាកូនស្រីនៅទីណាប៉ុន្តែប៉ាឌីនាងហាក់ដូចជាមិនដឹងខ្លួននោះទេទាល់តែឪពុករបស់នាងបានឲ្យទឹកនឹងផឹកទៅទើបនាងដឹងខ្លួនត្រឡប់មកវិញស្របពេលដែលម្ដាយរបស់នាងនិងអ្នកភូមិកំពុងតែមកតាមដល់ទីនេះហើយនៅពេលដែលប៉ាឌីដឹងខ្លួនត្រឡប់មកវិញគាត់ក៏បានប្រញាប់នាំនាងរត់ឲ្យលឿនព្រោះអីមើលទៅប្រហែលជាពួកគេកំពុងតែតាមមកពីក្រោយរត់នោះគឺសំដៅទៅកាន់ទឹកជ្រោះគឺជាច្រកដែលពួកគេនឹងអាចត្រឡប់ទៅវិញបានប៉ុន្តែត្រូវបានវិញ្ញាណរបស់មិត្តភ័ក្តិរបស់នាងតាមរំខានថែមទៀតបែរមកកាន់ក្រុមជួយសង្គ្រោះនៅវិញនៅពេលដែលមកតាមរកស្រាប់តែមករកឃើញថាពីរអ្នកឪពុកកូននោះកំពុងតែធ្វើអ្វីទៅលើរាងកាយរបស់លោកទីតូដែលជាហេតុធ្វើពួកគេនោះខំប្រឹងចោះទៅជួយចំណែកប៉ាឌីគឺនាងមិនទាន់ចង់ទៅនោះទេព្រោះតែនាងជឿថានោះគឺពិតជាម្ដាយរបស់នាងពិតមែនប៉ុន្តែត្រូវបានឪពុកប្រាប់ថាមិនអីនោះទេឲ្យនាងទៅមុនទៅគាត់សន្យាថាគាត់នឹងជួយទៅយកម្ដាយរបស់នាងឲ្យចេញមកខាងក្រៅដូចគ្នាដែរបន្ទាប់មកគាត់ក៏បានចាប់ផ្ដើមរុញច្រមុជនាងចូលទៅក្នុងទឹកដើម្បីឲ្យនាងឆ្លងមកកាន់ពិភពពិតវិញទាំងដែលរាងកាយរបស់គាត់នោះគឺមិនទាន់ដឹងខ្លួននៅឡើយនោះទេមិនយូរប៉ុន្មានប៉ាឌីក៏បានត្រឡប់មកវិញប៉ុន្តែរាងកាយឪពុករបស់នាងក៏នៅតែមិនទាន់ដឹងខ្លួននៅឡើយសារតែពួកគេអត់បានដឹងនាងប្រាប់ថាឪពុករបស់នាងកំពុងតែព្យាយាមជួយម្ដាយរបស់នាងឲ្យចេញមកខាងក្រៅដែរដូច្នេះកុំធ្វើអ្វីរាងកាយរបស់គាត់អីចំណែកឯលោកទីតូគាត់ក៏បានមកបោកបិញឆោតប្រពន្ធរបស់គាត់ដើម្បីឲ្យមកតាមគាត់ដោយគាត់បានរត់ចូលទៅកន្លែងដែលគាត់រៀបចំសីមាការពារបន្ទាប់មកគាត់ក៏បានចាក់ទឹកទៅលើដៃនិងលាបមុខប្រពន្ធរបស់គាត់ព្រមទាំងបានចាក់ឲ្យនាងផឹកដែលធ្វើឲ្យនាងដឹងខ្លួនឡើងមកវិញនៅពេលដែលអ្នកទាំងពីរបានជួបគ្នាម្ដងទៀតធ្វើឲ្យពួកគាត់មានចិត្តរំភើបជាខ្លាំងព្រោះអីបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែដោយសារតែសីមាការពារនោះប្រហែលជាមិនអាចទប់បានយូរគាត់បាននាំប្រពន្ធឲ្យចេញពីទីនេះតាមរយៈច្រក
ទឹកជ្រោះនឹងឯងដោយគាត់បានប្រាប់ឲ្យប្រពន្ធរបស់គាត់មើលថែកូនឲ្យបានល្អផងព្រោះអីមើលទៅប្រហែលជាគាត់មិនអាចចេញពីទីនេះបាននោះទេប៉ុន្តែប្រពន្ធនឹងគឺមិនព្រមឡើយត្រូវតែនាំប្តីឲ្យទៅទាំងអស់គ្នាដោយសារតែមើលទៅពេលវេលាក៏ហាក់ដូចជាមិនអាចបង្អង់យូរបានទៀតព្រោះតែខ្សែសេមាត្រូវបានមនុស្សនៅក្នុងភូមិខ្មោចនោះបំផ្លាញអញ្ចឹងពួកគេត្រូវតែប្រញាប់ចាកចេញពីទីនេះហើយនៅពេលដែលពួកគេចេញទៅហ្នឹងគឺមិនអាចចេញបានទាំងពីរអញ្ចឹងគឺលោកទីតូមានតែរុញប្រពន្ធរបស់គាត់ឲ្យមកតែម្នាក់ឯងតែប៉ុណ្ណោះហើយនៅពេលដែលប្រពន្ធរបស់គាត់ត្រឡប់មកវិញទីតូគាត់ក៏ត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅឃើញបែបនេះមិត្តភ័ក្តិរបស់គាត់បានប្រាប់ឲ្យក្រុមជួយសង្គ្រោះប្រញាប់ជួយសង្គ្រោះទីតូប៉ុន្តែប្រពន្ធរបស់គាត់ប្រាប់ថាកុំធ្វើអីទៅលើសាកសពប្តីរបស់គាត់ឲ្យសោះឲ្យគាត់ចាក់ចេញទៅឲ្យស្ងប់ទៅចោះព្រោះគាត់ដឹងថាទោះបីជាក្រុមគ្រូពេទ្យជួយយ៉ាងណាក៏ជួយមិនបានដែរហើយវិញ្ញាណរបស់ទីតូក៏បានមកប្រឈមមុខជាមួយនឹងសាច់ចាំងនៅក្នុងភូមិខ្មោចនោះនៅទីបំផុតប្រតិបត្តិការនៃការរករកក៏ត្រូវបានបញ្ចប់ចំណែកឯស៊ីតាដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំបែរជារកឃើញចំណែកឯក្រុមសង្គ្រោះក៏បានរកឃើញវីដេអូមួយដែលឲ្យជុកបានថតទុកដែលនៅក្នុងភូមិខ្មោចនឹងឯងប៉ុន្តែត្រូវបានមេក្រុមរបស់គេប្រាប់ថាបកវីដេអូនេះបំផ្លាញចោលទៅគុំទម្លាយចេញទៅខាងក្រៅឲ្យសោះដូច្នេះមានន័យថារឿងរ៉ាវមួយនេះគឺត្រូវបានគេបិទទុកមិនឲ្យអ្នកណាគេដឹងឡើយមិនយូរប៉ុន្មានពេលវេលាមួយឆ្នាំក៏បានកន្លងផុតទៅគម្រប់ខួប18ឆ្នាំរបស់ប៉ាឌីពួកគេបាននាំគ្នាឡើងមកលើភ្នំនេះម្ដងទៀតដើម្បីជាការរំលឹកទៅដល់លោកទីតូដែលជាឪពុករបស់នាងតាមការសន្យាព្រោះអីពួកគេបានសន្យាគ្នាថានឹងមកជួបជុំគ្នានៅលើកំពូលភ្នំនេះនៅពេលដែលថ្ងៃខួបកំណើតរបស់នាងចូលមកដល់ហើយសាររឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯង